បរិសចំណាស់ម្នាក់ហៅក្មេងប្រុសម្នាក់ដែលលីចេកមួយស្ទងឲ្យឈប់ហើយនិយាយថាកូនប្រុសតើខ្ញុំអាចសុំញ៉ាំចេកខ្លះដោយឥតគិតថ្លៃបានទេខ្ញុំឃ្លានណាស់ក្មេងប្រុសនោះបានកាច់ចេក3ផ្លែហើយប្រគល់វាទៅឲ្យគាត់ប៉ុន្តែបរិសចំណាស់នោះបានងឿងឆ្ងល់ទាំងនេះមិនទាន់ទុំទេតើខ្ញុំអាចញ៉ាំវាដោយរបៀបណាក្មេងប្រុសនោះបានឆ្លើយដោយភ្ញាក់ផ្អើលប៉ុន្តែនៅតែមានសុជីវធម៌ថាសូមអភ័យទោសលោកតាសូមរងចាំនៅទីនេះខ្ញុំនឹងយកចេកទុំពីផ្ទះមកឲ្យលោកតាគាត់រត់ទៅផ្ទះត្រឡប់មកវិញយ៉ាងលឿនជាមួយនឹងចេកទុំធំ3ផ្លែម្ដងទៀតបរិសចំណាស់បានត្អូញត្អែថាចេកទាំងនេះទុនពេកហើយខ្ញុំចាស់ហើយវានឹងធ្វើឲ្យខ្ញុំឈឺក្រពះដែលមានការងឿងឆ្ងល់ក្មេងប្រុសនោះបានសួរថាតើខ្ញុំគួរធ្វើអ្វីបរិសនោះបានដកដង្ហើមធំថាយកចេកមិនទាន់ទុំមកជំនួសវិញក្មេងប្រុសនោះបានប្រញាប់រត់ចេញទៅផ្ទះម្ដងទៀតប៉ុន្តែពេលគាត់ត្រឡប់មកវិញបរិសចំណាស់បានស្ដីបន្ទោសគាត់ម្ដងទៀតយឺតពេលហើយខ្ញុំលែងឃ្លានអាហារហើយឯងទៅវិញទៅបន្ទាប់មកភ្លាមនោះបរិសចំណាស់បានញញឹមគាត់បានដាក់ដៃលើស្មាក្មេងប្រុសនោះហើយនិយាយយ៉ាងស្រទន់ថាកូនប្រុសចេកគ្រប់ផ្លែដែលកូនយកមកគឺល្អឥតខ្ចោះការត្អូញត្អែរបស់តាគ្រាន់តែបង្រៀនកូនប្រុសនៅមេរៀនមួយប៉ុណ្ណោះមិនថាកូនព្យាយាមយ៉ាងណាក៏ដោយអ្នកមិនអាចផ្គប់ចិត្តមនុស្សគ្រប់គ្នាបានទេមនុស្សនឹងតែងតែឃើញកំហុសទោះបីជាកូនខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយដូច្នេះកុំរស់នៅដើម្បីផ្គប់ចិត្តអ្នកដទៃចូលធ្វើជាខ្លួនឯងហើយធ្វើអ្វីដែលត្រឹមត្រូវ